ชีวิตលោកកែសរ៉ាន់បានជួបរឿងរ៉ាវនៅក្នុងឆាកជីវិតរបស់លោកគួរឲ្យខ្លាចមែនតើលោកមានកម្មពីអ្វីគ្រាដើមលោកមានសេចក្តីសុខបានរៀបការជួបស្នេហាថ្មងថ្មីក្រោយមកលោកត្រូវឃ្លាតឆ្ងាយពីភូមិកំណើតព្រមពីអ្នកមានគុណធ្វើឲ្យលោកជួបក្នុងទំនួញជីវិតខ្ចាត់ព្រាន់គូសង្សារបណ្ដូលជីវិតស្ថិតនៅស្រុកគេមិនមែនតែលោកកែសរ៉ាន់ម្នាក់ប៉ុណ្ណោះទេដែលខ្លាចចិត្តស្រីសូម្បីតែខ្ញុំក៏ខ្លាចជួសលោកដែរបើមួយហើយមួយទៀតមិនចេះឆ្អែតសោះយ៉ាងនេះសូមនិមមនាងឆ្អែតទៅកុំធ្វើឲ្យគេឯងវិលមុខដោយសារតែនាងម្នាក់ថ្ងៃណាមួយនាងយំខ្លួនឯងមិនខានមុំហើយណាស្រីទីបីមិនតន់ចាទៀតចំជាស្រីមានស្លៀកមាយាបើកទ្វារឲ្យប្រុសខាត់ស្រីហត់ប្តីអាប់ប្រេទូរយុសណល់ឆ្ងាយអមនោះទំលែងកងគំពីរងហាត់ហេជាប់សាច់មួយដងរាល់ថ្ងៃយំសំចំនៃបើធំឡារកស្រីតើឲ្យប្តីឆ្ងាយយ៉ាងណាសូមអិនព្រមព្រះពុទ្ធព្រះទស្សនោកាជួយថាកំត្រាធំឡើងកាលណាវាសនាដំអូស្រីកំងោកអូនខំមិនឡំបញ្ឈឺចិត្តខ្ញុំអត់មេតាអូនសំភពប្រតាមស្នេហាដល់ចាំជរីអូននឹងប្រែក្លាមកខំទៅហើយសោកស្នាយក៏អត់បានផលតែចង់មករាយសំណល់ជំរុះកម្មអានុសាអូនយកថ្មីសូមឲ្យស្រីបានអបថាបងអើបងថាជំនុំទុំនេះតែបងធ្លាប់ធ្លាប់ស្រីក៏ងោកអូនថ្លែងមិនឡំបញ្ឈឺចិត្តខ្ញុំអត់មេតាអូនលើសំភពប្រតាមស្នេហាដល់ចាំជរីអូននឹងប្រែប្រាបើខំទៅហើយ
លោកថ្មីសូមឲ្យស្រីបានទុកថាបងអើបុកថាជំនួសពុំមានដែលបងធ្លាប់កណោហេតុអីមានព្យុះកំណាមកបោកបក់ឲ្យលោកកែសារ៉ាំទ្រាំពីគូស្នេហ៍របស់លោកពេលនេះលោកឃ្លាតចាស់ឆ្ងាយពីកាយបើប្រៀបទៅនឹងនេះគឺរកកលនឹងភ្លៀងបែរជារាំងទៅវិញបានជួបហើយបែរជាប្រន់កម្មអីក៏អាក្រក់ម្ល៉េះផ្ដំទាឈ្នានេះជីវិតលោកមិនចេះចង់មិនចេះហើយលោកបានរៀបរាប់ស្នេហ៍គ្រាដំបូងនាពេលរាត្រី15